ជំនាញដំបូងបងប្អូនចាប់កង់ឬជើងកណុលដែលមានទៅបាទបងប្អូនត្រូវការដាក់កង់ដាក់បានបងប្អូនដាក់ជើងកណុលដាក់បានហើយប្រឡោះប្រហោងនេះគឺជើងខាងក្រោយបងប្អូនបាទខាងក្រោយនេះធ្នើខាងក្រោមបាតខាងក្រោមវាហើយរុនប្រឡោះសោកទ្វារនេះយើងដាក់នៅខាងមុខបងប្អូនបាទខាងមុខរុនមិញដាក់នៅខាងក្រោយបាទហើយយើងចាប់ដើមចាប់ទៅលើត្រូការ៉ូពីលើមកផ្ទាំងហើយនឹងទៅលើបាតក្រោមមកផ្ទាំងចាប់ចូលមកខាងសិនបងប្អូននេះគឺទៅលើត្រូបាតលើបាទហើយនឹងទៅលើបាតក្រោមបងប្អូនបាទយើងចាប់ពីរូបទម្រង់នេះសិនហើយជំនាញចាប់មកខាងទៀតបាទចាប់ពីជុំវិញទាំង4គ្រាប់នឹងចូលថើសិនបងប្អូនមិនតន់រឹតណែនដើម្បីយើងសេរីកុំឲ្យគៀបទ្វារបាទហើយបងប្អូនចាប់វិសគ្រប់ជ្រុងទៅបាទរួចហើយបញ្ឈរទូហើយយើងចាប់ដើមដាក់ក្របទម្រធ្នើកដាលបងប្អូនក្រប4ក្របហ្នឹងដាក់ចូលប្រឡោះប្រហោងតាមតម្រូវការបងប្អូនបាទដាក់ជាន់ណាបងប្អូនអាចដាក់បានហើយយើងចាប់ដើមដាក់បាតលើបាតកដាលបាទខាងលើត្រូពីលើជាន់កដាលតែម្ដងបន្ទាប់មកយើងបញ្ចាប់ដើមដាក់ជ័រជប់ដើម្បីជប់ជាមួយផ្ទាំងការ៉ូខាងលើបងប្អូនចោះជប់នឹងហើយទាំង6គ្រាប់យើងចាប់តាមចាប់ជែងខាងក្រោយបងប្អូនប្រើទល់វិសមួលក៏បានដែរហើយបើបងប្អូនមានស្វានក៏ដាក់ស្វានទៅក៏លឿនដែរបាទចាប់ជុំវិញបាទចុនលើចុនក្រោមហ្នឹងយើងចាប់ឲ្យហើយទៅបាទបន្ទាប់ពីយើងចាប់ជែងទាំងពីរផ្ទាំងនឹងរួចរាល់ហើយបងប្អូនចាប់ដើមដាក់ជ័រដើម្បីជប់វាហើយនឹងជ័រសម្រាប់ទប់ជាមួយនឹងក្របដៃឆក់ទ្វារបាទវាមានក្របដៃឆក់ទៅយើងច្បាច់ជ័រកាវជប់ដៃឆក់ហ្នឹងបាទហើយយើងចាប់តាមចាក់ដាក់ដៃឆក់បងប្អូនដៃឆក់ដើម្បីឆក់ទ្វារកុំឲ្យវារវោតបងប្អូនបាទយើងដាក់ប្រមាណក្របហ្នឹងដាក់តាមវីដេអូនេះជាក់ស្ដែងហើយនេះគឺជ័រសម្រាប់ទប់ទ្វារបាទទប់ទ្វារជ័រថ្លាហ្នឹងយើងចាប់តាមសោកតាមរុនជាងវាមួយនេះបាទដាក់គ្រប់កន្លែងទៅហើយយើងចាប់ដើមដាក់ទ្វារចូលងាយបងប្អូនវាតម្លើងនេះងាយទូនេះបាទគ្រប់ຂະຫນាត់គឺតម្លើងដូចគ្នាទេបងប្អូនຂະຫນាត់8ទឹក1ម៉ែត្រឬក៏1ម៉ែត្រ2គឺយើងតម្លើងដូចគ្នាទេកន្លែងនេះយើងសោកវាហើយចាំយើងរឹតវាជុំវិញហ្នឹងប្រហើយដើម្បីបន្លែងវាហើយបងប្អូនអាចសេរីឲ្យមកល្មមទៅមើលមកសមរម្យបងប្អូនបាទហើយសម្រាប់បងប្អូនដែលជាវទូពីខាងឌីជោទៅគឺអាចមើលវីដេអូនេះងាយស្រួលបងប្អូនបាទហើយត្រូវការកម្មង់អាចកម្មង់ពី page ឌីជោបានជាទំនុកចិត្ត 100% ទូនេះយើង free ដឹកបងប្អូនបាទបើនៅភ្នំពេញយើងតម្លើងជូនបងប្អូនទៀតបាទនេះផ្ទាំងការ៉ូពីខាងលើហ្នឹងបើសិនជាបងប្អូនត្រូវការជាស្លឹកម៉ាតក៏យើងមានដែរបងប្អូនអាចកម្មង់ពី page ឌីជោបានបាទហើយសម្រាប់វីដេអូនេះផងដែរបងប្អូនមានតម្រូវការបងប្អូនអាចឆាតចូល page ឌីជោយើងទំនុកចិត្ត 100% តាមរយៈលេខទូរស័ព្ទក៏បានបាទ088 210 6421បងប្អូនបាទនេះគឺយើងតម្លើងរួចរាល់ហើយពេលទ្វារទៀនបើកបាទមាន3ຂະຫນាត់បងប្អូនបាទទូនេះមាន8ទឹក1ម៉ែត្រហើយនិង1ម៉ែត្រ2បងប្អូនបាទអរគុណសម្រាប់វីដេអូនេះបាទអរគុណសម្រាប់បងប្អូនដែលគាំទ្រជាប្រចាំពីហាងឌីជោ